ឡង់ទី12ឈ្មោះតរទី17យើងរីកបាន20ចន្លោះ15ថ្ងៃទៅរក20ថ្ងៃបើយើងរាប់តាមថ្ងៃយើងបើកវគ្គណាបើកវគ្គ22បិទវគ្គ27បើយើងបើកវគ្គ22រាប់ពីបើកវគ្គមកដល់ដាច់ខែវា9ថ្ងៃ9ថ្ងៃបូកឥឡូវ11ថ្ងៃ20ថ្ងៃបើយើងរាប់ថ្ងៃបិទវគ្គ27 4បូកឥឡូវ11វា15អញ្ចឹង15ថ្ងៃទៅដល់20ថ្ងៃឃើញថាប៉ុណ្ណឹងទឹកយើងតឡើង3ដងហើយបច្ចុប្បន្ននេះយើងនៅសល់30នាទីបច្ចុប្បន្ននេះគឺ30នាទីពីផ្ការីកយើងដាក់20នាទីទាំងម៉ោងធ្លាប់ដាក់វាទូទៅគឺ1ម៉ោង10នាទីហើយខានមួយថ្ងៃតែឥឡូវយើងតឡើងបានទៅបាន30នាទីទេទៅបាន30នាទីទេមួយថ្ងៃខានមួយថ្ងៃដដែលឃើញថារីកហើយហ្នឹងដូចជាទទួលយកបានឃើញថាអាចទទួលយកបានតែរីកឯអាមិនតាន់រីកអត់ដឹងមិនទេផ្កាចាប់ដល់សពូនហើយចឹងយើងតាមមើលទៀតឥឡូវយើងកំពុងដាក់ទឹកតាមយកអារីកហើយហ្នឹងតែឃើញថាវាជាប់ប៉ុណ្ណឹងទទួលយកបានហើយបើធៀបនឹងឆ្នាំទៅគឺ0អាផ្ការីកខែហ្នឹងតែឥឡូវយើងអាចទទួលយកបានតែនៅវែងឆ្ងាយទៀតណានៅសល់20ថ្ងៃទៀតបានយើងដឹងសដឹងខ្មៅដល់តែផ្លែវាអាយុ40ថ្ងៃ45ថ្ងៃអញ្ចឹងយើងនៅសល់20ថ្ងៃឬក៏25ថ្ងៃទៀតបានដឹងសដឹងខ្មៅតែអ្វីដែលបច្ចុប្បន្ននេះយើងសង្កេតឃើញថាអាចទទួលយកបានហើយអញ្ចឹងចាប់ពីថ្ងៃនេះទៅយើងតឡើងទឹកទៀតហើយតឡើងម្ដង5នាទី2ជុំតឡើង5នាទី2ជុំតឡើង5នាទីអានេះលិចទឹកថាតែងាប់បាត់ហើយមើលទៅអត់ងាប់ទេប៉ុណ្ណេះលេងងាប់ហើយអញ្ចឹងយើងតឡើងតាមដាប់ដោយវា2ជុំតឡើងម្ដង2ជុំតឡើងម្ដងឡើង5បច្ចុប្បន្ននេះវាបាន30នាទី30នាទីបើយើងទៅឡើង5 2ជុំទៀតបាន10នាទីទៀតវាបាន40នាទីប្រើពេល4ដង4ថ្ងៃទៀត4ថ្ងៃទៀតយើងទៅឡើងបានដល់40នាទីអញ្ចឹង4ថ្ងៃទៀតអាយុវា25ថ្ងៃ50% នៃថ្ងៃដាក់ធម្មតាគឺទៅទទួលយកបានណាតែយ៉ាងណាយើងរងចាំមើលទៀតតែឃើញថាផ្កាដែលមានស្រាប់បើយើងដាក់ទឹកតាមហ្នឹងឃើញផ្កាស្ទើផ្កាលូតលាស់តែយ៉ាងណាយើងតាមយកកន្ទុយជាសិនទៅយើងដាក់តាមយកកន្ទុយជាសិនទៅអានឹងវាថ្លៃជាងធំយកវាសិនទៅធៀបនឹងឆ្នាំតមិញយើងឆ្នាំនេះឃើញជាប់ច្រើនជាងចន្លោះថ្ងៃរីកហើយប៉ុណ្ណឹងថ្ងៃណាអានេះមានរីកនៅទេរីកមួយតែរីកមកគឺជាប់រុះក៏រុះជាប់ក៏ជាប់ច្រើន